Bah, sudah pun pun nong nè, nhưng mà đang thà cam pi so với ní, miền cận này muối đại krom kinhជាតិViệt Namត្រូវបានសមត្ថកិច្ចនៅខាងខេត្តស្វាយរៀងបាននាំខ្លួនចូលទៅតុលាការខេត្តស្វាយរៀងហើយបន្ទាប់មកបងប្អូនគឺគេមានស្ត្រីម្នាក់ដែលត្រូវជាគ្នាគេហ្នឹងបងប្អូនបាទគេបានចូលទៅហើយក៏គេបានយកកំភ្លើងទៅឲ្យខាងជនជាតិវៀតណាមមួយក្រុមហ្នឹងដើម្បីលំដោះគេថាលំដោះជនជាតិវៀតណាមមួយក្រុមអញ្ចឹងបងប្អូនបាទគេមករំដោះស្ត្រីជនជាតិវៀតណាមហ្នឹងហើយបន្ទាប់ពីរំដោះហើយបងប្អូនគឺបានរត់គេចចេញពីគេហៅថាតុលាការខេត្តស្វាយរៀងបាទមកចេញមកបាញ់តតាំងជាមួយនឹងសមត្ថកិច្ចនៅទីនោះផងដែរហើយបន្ទាប់មកក៏បានចាប់ព្រាមចាប់បានម្នាក់បាទចាប់បានជនជាតិវៀតណាមម្នាក់បាទហើយបន្ទាប់មកប្រហែលអ្នកទៀតបានរត់គេចខ្លួនហើយមកដល់ពេលវេលាល្ងាចយប់ហើយបែរជាម៉ោង5ម៉ោង6ល្ងាចហ្នឹងក៏បានពាត់ចាប់បានបាទសមត្ថកិច្ចនៅខាងខេត្តស្វាយរៀងក៏ពាត់ចាប់បានទាំងអស់មកវិញបាទរត់ទៅប្រហែលអ្នកគឺចាប់បានមកទាំងអស់មកវិញហើយក៏សូមសរសើរទៅដល់សមត្ថកិច្ចកម្លាំងជំនាញដែលនៅខាងខេត្តស្វាយរៀងធ្វើការបានលឿនមកមុនបាទចាប់បានអ្នកទោសភ្លាមហើយថែមទាំងបានស្ត្រីជាជនជាតិវៀតណាមនេះមកជាមួយគ្នាទៀតបាទអញ្ចឹងបានន័យថាស្ត្រីជនជាតិវៀតណាមនេះបានទុកចិត្តលះបង់ខ្លួនឯងដើម្បីទៅរំដោះមនុស្សដែលខ្លួនទីស្រឡាញ់របស់គេបងប្អូនបាទហើយគេទុកចិត្តលះបង់ដើម្បីបងបាទឥឡូវជួបទាំងអស់គ្នាតែម្ដងចាប់បានទាំងអស់ហើយនៅក្នុងពេលវេលាល្ងាចមិញនេះហើយបន្ទាប់ពីការចាប់បានអ្នកទោសដែលរត់បំរុងនឹងរត់គេចចេញពីតុលាការខេត្តស្វាយរៀងនេះខ្សែបានទៅបេះថ្ពាល់បេះអីនារីស្ត្រីជាស្ត្រីជនជាតិវៀតណាមនេះហ្នឹងហើយបាទថាទៅបិទថ្ពាល់អីចឹងបងបាទហើយក៏មានរឿងហ្នឹងមួយសារទៀតហ្នឹងទៅហើយថ្ងៃនេះក៏បានហៅមកពមៀនឬក៏ហៅមកគេហៅថាសាក់សួរបាទកម្រិតព្រមត្តនកម្រិតស្រានៅក្នុងខេត្តស្វាយរៀងនៅខេត្តពីររូបបាទមិនដឹងថាត្រូវដកអាជ្ញាប័ណ្ណឬមួយក៏យ៉ាងណាទេនៅក្នុងថ្ងៃនេះបាទនេះគឺជារឿងម្សិលមិញនៅក្នុងខេត្តស្វាយរៀងអ្នកទោសទៅគេថាស្ត្រីជនជាតិវៀតណាមម្នាក់បានទៅរំដោះអ្នកទោសនៅក្នុងតុលាការខេត្តស្វាយរៀងបាទនេះគឺជារឿងនៅក្នុងខេត្តស្វាយរៀងម្សិលមិញហើយបងប្អូននៅក្នុងថ្ងៃនេះយើងតមករឿងផ្សេងទៀតព្រោះថារឿងថ្ងៃនេះក្រុមអ្នកសង្កេតការ AOT បាទបានចុះទៅសង្កេតការនៅច្រកច1នៅថ្មដាមបងបាទហើយគោមានការផ្ទុះអាវុធពីខាងថៃទឹកមិញនេះប៉ុន្តែផ្ទុះអាវុធនេះគឺជាផ្ទុះអាវុធនៅខាងថៃហើយចំពេលដែលក្រុមអ្នកសង្កេតការ AOT ចុះទៅសង្កេតការនៅតំបន់ច្រកច1នេះបាទនៅថ្មដាក្នុងខេត្តពោធិ៍សាត់នេះព្រឹកមិញនេះបងប្អូនបាទនេះគឺជារឿងទី2ដែលបានកើតឡើងនៅថ្ងៃនេះហើយក៏ខាងថៃផ្ទុះអាវុធប៉ុន្តែយើងមិនដឹងថាខាងថៃគេសម្បយុទ្ធឬមួយក៏យ៉ាងណាទេបាទយើងអត់ទាន់ដឹងថាព័ត៌មានច្បាស់លាស់ព្រោះថាវាចៃដន្យពេកក្រុមអ្នកសង្កេតការចុះទៅច្រកនោះបែរជាលឺសម្លេងផ្ទុះអាវុធហើយក្រុមអ្នកសង្កេតការក៏នាំគ្នាដកថយចេញមកវិញបាទខ្លាចមានហេតុការណ៍ណាមិនស្រួលអញ្ចឹងណាបងប្អូនបាទហើយព័ត៌មាននេះគឺចេញផ្សាយដោយក្រសួងការពារជាតិថ្ងៃហ្នឹងតែម្ដងបងបាទបើជាម៉ោង1ថ្ងៃហ្នឹងអញ្ចឹងថៃវាកាន់តែប្រហើនទៅបងប្អូនបាទវាអត់គិតថាក្រុមអ្នកសង្កេតការ AOT ចុះទៅទេបាទយើងមិនដឹងថាវាដឹងឬមួយក៏វាធ្វើមិនដឹងឬមួយក៏វាចង់ឲ្យក្រុមអ្នកសង្កេតការដឹងថាវាទូអាវុធអញ្ចឹងណាបងប្អូនបាទហើយយើងមិនដឹងថាចាំមើលចម្លើយរបស់ខាងថៃតើឆ្លើយជាមួយនឹងក្រុមអ្នកសង្កេតការយ៉ាងម៉េចវិញដែលក្រុមអ្នកសង្កេតការចុះទៅដល់តំបន់នោះឬសម្លេងទូអាវុធពីខាងថៃបាទហ្នឹងគាត់ថាឲ្យចុះឲ្យដឹងឲ្យជាក់មើលឲ្យដឹងថានេះហើយគឺជាទង្វើថៃដែលបានធ្វើមកលើកម្ពុជាសូម្បីតែក្រុមអ្នកសង្កេតការអាស៊ានចុះទៅក៏ថៃមិនខ្លាចរញើតជាមួយនឹងក្រុមអ្នកសង្កេតការដែរបាទបានទូអាវុធនៅខាងថៃថ្ងៃមិញនេះឲ្យមានរូបភាពមានវីដេអូទេបងប្អូនបាទក្នុងព្រឹកមិញនេះអញ្ចឹងវាកាន់តែក្តៅកគុកហើយសូម្បីតែក្រុមអ្នកសង្កេតការក៏ថៃវាមិនខ្លាចដែរបងប្អូនបាទហើយមួយទៀតបងប្អូននាយកមន្ត្រីថៃលោកអនុទិនចន្ទរៈកុលនឹងបាននិយាយថាគេនៅតែសោកស្ដាយចំពោះហេតុការណ៍ដែលទាហានរបស់គេនឹងដើរជន់មីនឲ្យតែព័ត៌មានមួយណាដែលលោកអនុទិនចន្ទរៈកុលនេះមិនដែលអត់មានពាក្យថាទាហានរបស់គេនឹងដើរជន់មីនទេបាទគេតែលើកមកនិយាយឲ្យតែអ្នកសារព័ត៌មានសួរបាទគេលើកតែយកមកនិយាយគ្រប់ពេលតែម្ដងឲ្យតែអ្នកសារព័ត៌មានគេសួរហើយខ្ញុំចង់សួរថា
ចាំបាច់អីភ្ជាប់ជាមួយនឹងរឿងទៅហ៊ានខ្លួនឯងដើរចោលមានធ្វើអីបាទបងប្អូនអ្នកគ្នាគិតមើលតើចង់ឲ្យអន្តរជាតិគេចាប់អាចចំណុចត្រង់ហ្នឹងមែនសួរថាបើសិនជាទៅហ៊ានរបស់ខ្លួនឯងរបស់លោកឯងហ្នឹងមិនដើរចូលក្នុងដែនដីរបស់ខ្មែរគោវាមិនដើរចូលដែរចង់និយាយចឹងបាទហើយវីដេអូមួយទៀតម្សិលមិញនេះថ្ងៃទី18បងប្អូនបាទកងកម្លាំងរបស់ក៏ទាហានរបស់ខ្មែរយើងថតបានគឺទាហានថៃវាដើរចូលមកក្នុងតំបន់ក្រហមបាទតំបន់ក្រហមមានន័យថាតំបន់នេះគឺថាតំបន់នេះគឺមិនទាន់ដោះស្រាយហើយក៏មិនទាន់ដោះមានអស់រួចរាល់ដែរប៉ុន្តែទាហានថៃវានៅតែដើរចូលមកតំបន់គេហាមឃាត់តំបន់ក្រហមនេះមានន័យថាតំបន់កំពុងតែនៅមានមិនទាន់ដោះអស់ទេចុះហេតុអីបានជាទាហានថៃនាំគ្នាដើរចូលទាំងប្រហើនទាំងគឿនហើយនៅក្នុងវីដេអូនេះទាហាននឹងទាហានខ្មែរនិងទាហានថៃហើយទាហានខ្មែរបានស្រែកប្រាប់ថាចេញទៅវិញទៅកុំចូលមកបាទកុំចូលមកសោះប្រយ័ត្នជន់មីនអីចឹងណាបងប្អូនបាទប៉ុន្តែវាស្ដាប់ទេវាស្រែកតវិញថាវាជេរពាក្យទាំងអាសរោះមកលើទាហានខ្មែរយើងទៀតបាទអញ្ចឹងគិតទៅពិបាកនិយាយស្ដាប់គ្នាមែនតើទោះយើងនិយាយភាសាខ្មែរទៅវាអត់ស្ដាប់យើងដែរបាទអញ្ចឹងហើយមូលហេតុចេះនាំរឿងជន់មីនចោទថាខ្មែរអ្នកដាក់គេប្រាប់ថាគេស្រែកប្រាប់ថាមីននេះគឺមីនសតាំងពីសម័យសង្គ្រាមម្លេះមិនមែនទេខ្មែរអ្នកដាក់ទេហើយចូលបើខាងនោះកុំដើរចូលមកទៅនៅតែស្ងៀមទៅគោរពតាមថ្នាក់ដឹកនាំទាំងសងខាងទៅគេក៏មកដោះស្រាយគ្នាតាមផ្លូវច្បាប់សន្តិវិធីបាទហើយបើតែហ៊ានពួកវានាំគ្នាដើរចូលមកហើយដើរចូលមកជន់មីនហើយជន់មីនបន្ទោសខាងខ្មែរថាខ្មែរអ្នកដាក់បាទហើយទៅថាម៉េចបើគេហាមគាត់ថាកុំឲ្យដើរចូលខ្សែបន្ទាត់ក្រហមនេះព្រោះតំបន់នេះគឺតំបន់មិនទាន់ដោះស្រាយឬមួយក៏មិនទាន់ដោះមានអស់ទេបាទមិនទាន់អស់ទេចុះហេតុអីបាននាំគ្នាដើរចេះតែដើរចូលនៅអត់ស្ងៀមអញ្ចឹងហើយខាងទាហានខ្មែរយើងក៏ស្រែកប្រាប់ថាកុំដើរចូលមកទុកឲ្យថ្នាក់លើគេដោះស្រាយប៉ុន្តែពួកទាហាននឹងដូចអត់ស្ដាប់វានៅតែស្រែកតថាមិនបាច់ដោះស្រាយមិនបាច់អីទេវានិយាយថាទាហានពួកខ្មែរសរិនហ្មងបាទវាចេះខ្មែរនិយាយខ្មែរបានស្ដាប់បានហ្នឹងហើយតែមិនសូវច្បាស់ដូចយើងនិយាយខ្មែរយើងទេវាថាខ្មែរយើងនិយាយស្ដាប់គ្នាទៅវាអត់ស្ដាប់ទេវានៅតែដើរចូលមកបាទនៅតែដើរចូលមកវាអញ្ចឹងដល់វាដើរចូលមកវាមានបញ្ហាជន់អីអញ្ចឹងទៅដាច់ជើងអីអញ្ចឹងហ្នឹងបាទហើយចោតខ្មែរថាខ្មែរអ្នកដាក់ចេះថាតំបន់ក្រហមហ្នឹងនៅតែដើរចូលមកវាមិនជន់គេបានស្រ័យប្រាប់ថាដោះស្រាយគ្នានិយាយគ្នាកុំដើរចូលផ្ដេសផ្ដាស់ក្នុងតំបន់ក្រហមនេះខ្សែបន្ទាត់ក្រហមនេះអត់ស្ដាប់ទាហានខាងខ្មែរទេវានៅតែដើរចូលវារឹងវាថាមនុស្សពិបាកនិយាយស្ដាប់គ្នានិយាយអត់ចេះស្ដាប់គ្នាអញ្ចឹងហ្មងហើយឲ្យនិយាយថាមិនទៀតហើយអានាយកមន្ត្រីគេហ្នឹងគោនិយាយថាគេសោកស្ដាយណាចំពោះទាហានរបស់គេបានដើរជន់មីនអស់ប្រមាណអ្នកឲ្យបើហាមគាត់គេហាមមិនឲ្យដើរចូលមកក្នុងតំបន់ក្រហមអីហើយបើខ្លួនឯងអត់នៅអត់ស្ងៀមដើរចូលមកឲ្យមិនជន់ហើយអាងមកបន្ទោសខ្មែរ